ខាន់ផងវីដេអូមួយថ្ងៃបងប្អូនគ្នាដឹកខ្ញុំអត់សំខាន់មករយៈនេះគឺរវល់ហើយរវល់នឹងពេលចូលឆ្នាំហ្នឹងគឺរវល់លក់ដាច់ហើយខ្ញុំអត់ចង់ផងអួតទេដោយសារតែពេលចូលឆ្នាំហ្នឹងទូអ្នកណាក៏គេលក់ដាច់ដែរគេសារ៉ាដើរលេងច្រើនដល់ពេលចឹងទៅខ្ជិលថតផុសតែសម្រាប់ថ្ងៃនេះមានមុខម្ហូបមួយថ្មីជ្រើមកវាថ្មីសម្រាប់ខ្ញុំទៀតណាបងប្អូនគ្នាដោយសារតែខ្ញុំអត់ដែរធ្វើសោះលើកទី1ហ្មងនេះមកបង្ហាញរូបមន្តធ្វើខពពែប្រាដុំស៊ីឈ័នហើយនឹងសុបពពែបងប្អូនគ្នាលើកទី1ចុងភៅអត់ញ៉ាំទេពពែប៉ុន្តែភ្លក់ដំបងហ្នឹងខ្ញុំយកពេលដែលបានហ្នឹងគឺខ្ញុំផ្លះវាជាផ្នែកខ្លះមកខ្ញុំស្រោះទឹកក្តៅដាក់តែអំបិលចាវម្សៅស្រោះម្សៅហ្នឹងហើយខ្ញុំលាងសម្អាតវាម្ដងទៀតខ្ញុំយកមកស្រោះម្ដងទៀតខ្ញុំដាក់ខ្ញីលក្រៃម្ដេងអីហ្នឹងខ្ញុំដាក់អាហ្នឹងថែមទៀតគឺស្រោះដាក់ស្រោះវាម្សៅទៀតខ្ញុំស្រោះ2ដងបងប្អូនគ្នាដោយសារតែខ្ញុំលើកគេថាពពែវាធំក្លិនសាធំក្លិនឆ្អាបខ្លាំងអីចឹងខ្ញុំខ្លាចពេលដែលធ្វើឆ្អិនទៅវាធំក្លិនអញ្ចឹងខ្ញុំស្រោះ2ដងខ្ញុំប្រើតិចនិចខុសគ្នាដំបងខ្ញុំស្រោះតែទឹកអំបិលចាវលើក្រោយខ្ញុំដាក់លក្រៃលឹកក្រូចអើយម្ដេងអីហ្នឹងឯងបងប្អូនគ្នាហើយខ្ញុំដាក់អំបិលដូចគ្នាលើកទី2ហ្នឹងក៏ដាក់ដែរពេលយើងស្រោះវាហើយខ្ញុំចាប់ផ្ដើមយកវាទៅលាងទឹកសម្អាតទៀតនិយាយពីថាលាងសម្អាតវិញ2 3ដងហ្មងពេលខ្ញុំលាងស្អាតកាត់វារួចហើយខ្ញុំចាប់ផ្ដើមរៀបចំខរបស់សម្រាប់គ្រឿងខវិញគឺមានខ្ញុំប្រើខ្ទឹមសខ្ញុំប្រើម្រេចគ្រាប់ហើយប្រើគ្រឿងចិនសាលាយខ្លះបងប្អូនគ្នាបន្តមកខ្ញុំដាក់ស្ករត្នោតហើយខ្ញុំដាក់ដុំស៊ីឈ័នរបស់យើងហ្នឹងគឺកូរវាឲ្យវារៀងរលាយបន្តិចមកយើងចាប់ផ្ដើមដាក់សាច់ពពែយើងចូលសម្រាប់ដាក់សាច់ពពែកូរឆាវារៀងចូលជាតិហើយខ្ញុំចាប់ផ្ដើមដាក់ស្រាចូលសម្រាប់ស្រាដែលខ្ញុំចាក់នេះគឺស្រាដែលខ្ញុំត្រាំផ្កាច័ន្ទណាបងប្អូនគ្នាសម្រាប់បងប្អូនគ្នាធ្លាប់មើលវីដេអូរបស់ខ្ញុំអាចនឹងឃើញហើយព្រោះខ្ញុំត្រាំផ្កាច័ន្ទជាមួយនឹងស្រាសអញ្ចឹងពេលសម្រាប់ខ្ញុំធ្វើម្ហូបអីថាត្រូវការកាត់ឆ្អាបអីគឺខ្ញុំប្រើស្រាដែលខ្ញុំត្រាំហ្នឹងខ្ញុំអត់បានថតសកម្មភាពពេលខ្ញុំដាក់ទឹកល្ងាស់បងប្អូនគ្នាតែពេលខ្ញុំដាក់គ្រឿងតែប៉ុណ្្នឹងឯងអត់មានថែមអីទៀតទេប៉ុណ្្នឹងគឺល្មមឆ្ងាញ់ហើយខ្ញុំដាក់ទឹកដោយពាក់កណ្ដាលខ្ទះហ្នឹងទៀតល្ងាស់តទៅវាផុយហើយបានចាប់ផ្ដើមដុសវារៀបចំញ៉ាំអញ្ចឹងมันឆ្ងាញ់សម្រាប់នេះវិញគឺគ្រឿងសម្រាប់យើងរៀបចំធ្វើស៊ុបពពែហ្នឹងមានស្ករក្រាមទឹកស៊ីអ៊ីវទឹកត្រីខ្ញុំដាក់មកកូនចានហ្នឹងបងប្អូនគ្នាហើយមានប៊ីចេងហើយមានស្រាចិនហើយមានរ៉ូឌីទឹកម្រេចខ្ទឹមសផ្កាច័ន្ទអារបៀបគ្រឿងត្រាំចិនណាបងប្អូនគ្នាហើយនឹងគល់ជីវ៉ាន់ស៊ុយអាសំខាន់បំផុតគឺគល់ជីវ៉ាន់ស៊ុយហ្នឹងឯងបងប្អូនគ្នាបន្ទាប់ពីយើងដាំទឹកពុះមកខ្ញុំដាក់សាច់ពពែយើងចូលហើយខ្ញុំចាប់ផ្ដើមដាក់គ្រឿងផ្សំរបស់យើងចូលមានស្ករមានទឹកស៊ីទឹកត្រីហើយនឹងស្រារ៉ូឌីទឹកប៊ីចេងហ្នឹងគឺខ្ញុំដាក់ចូលគ្នាអស់តែប៉ុណ្្នឹងគឺខ្ញុំល្ងាស់សម្រាប់ការល្ងាស់បងប្អូនគ្នាល្ងាស់ប្រហែលជា1ម៉ោងកន្លះទៅ2ម៉ោងអីល្ងាស់ទុកចោលឲ្យសាច់ពពែយើងនឹងផុយនៅហ្នឹងទៅចាំពេលដល់ម៉ោងយើងញ៉ាំបងប្អូនទាំងគ្នាអាចដួសដាក់នឹងកូនឆ្នាំងរបៀបដូចយើងញ៉ាំស៊ុបគោអញ្ចឹងមានបន្លែមានអីមានដាក់ពងមាន់បន្ថែមទៅយើងចង់ថែមសាច់អីទៀតក៏បានដែររសជាតិវិញឆ្ងាញ់សម្រាប់វីដេអូនេះខ្ញុំអត់បានលម្អិតពេលដែលខ្ញុំធ្វើស៊ុបឲ្យដាក់នឹងឆ្នាំងឲ្យភ្ញៀវទេបងប្អូនទាំងគ្នាដោយសារតែភ្ញៀវអត់បានមកញ៉ាំយកតែញ៉ាំទេអញ្ចឹងទៅវីដេអូមានតែប៉ុណ្្នឹងឯងអញ្ចឹងសម្រាប់បងប្អូនទាំងគ្នាបើថាចង់ដឹងលម្អិតអាចខមមិនសួរបានខ្ញុំនឹងធ្វើវីដេអូក្រោយឲ្យលម្អិតជាងនឹងបើសិនជាអត់យល់